រូបភាពដែលបានកំពុងតែបង្ហាញក្នុងវីដេអូនេះហៅថាឧបករណ៍បូមទឹកដោយស្វ័យប្រវត្តិឬក៏ RAM pump ហើយនេះជាការបង្ហាញអំពីការបើកឧបករណ៍ឲ្យដំណើរការបូមទឹកដោយគ្រាន់តែយកជើងយើងជាន់ពីលើបណ្ដូលដែកលោតចុះឡើងជាការស្រេចនិងវាមានសមត្ថភាពបញ្ជូនទឹកឡើងទៅដល់កម្ពស់20ទៅ30ម៉ែត្រឯណោះក្នុងមួយគ្រឿងវាអាចបញ្ជូនទឹកចាប់ពី10ទៅ20លីត្រក្នុង1នាទីនៅរយៈកម្ពស់ពី10ម៉ែត្រទៅ20ម៉ែត្រហើយចម្ងាយប្រវែងអូសទៅយោក៏ចាប់ពី100ទៅ200ម៉ែត្រដែរសមត្ថភាពរបស់វាកាន់តែខ្លាំងក្លាអាស្រ័យលើកម្ពស់ទឹកដែលហូរចូលក្នុងឧបករណ៍បូមទឹកស្វ័យប្រវត្តិនេះបើកម្ពស់ទឹកហូរចូលឧបករណ៍នេះ1ម៉ែត្រវារុញចាប់ពី5ទៅ10ម៉ែត្រកម្ពស់បើកម្ពស់ទឹកហូរចូល2ម៉ែត្រវិញវាអាចរុញបានចាប់ពី15ទៅ20ម៉ែត្រឯណោះ